អ្នកប្រាជ្ញមិនដែលបើកមាត់អួតអំពីរឿងទាំង4នេះឡើយលុយធ្វើឲ្យមនុស្សមានទំនុកចិត្តប៉ុន្តែវាក៏ធ្វើឲ្យមនុស្សជួបប្រទះបញ្ហារាប់មិនអស់ដូចគ្នាដូច្នេះពេលមានលុយយកល្អកុំបញ្ចេញឲ្យអ្នកដទៃដឹងពេកនេះជាហេតុផលដែលអ្នកប្រាជ្ញគ្រប់រូបសុទ្ធតែចេះលាក់បាំងរឿងទាំង4នេះមិនឲ្យអ្នកដទៃបានដឹងឡើយហើយគឺនឹងមិនបើកមាត់និយាយតែម្ដងព្រោះពួកគេយល់ថារឿងទាំងនេះបើឲ្យអ្នកដទៃដឹងគឺមិនមានផលប្រយោជន៍ឡើយហើយថែមទាំងបង្កបញ្ហាមកវិញទៀត1ភាពជោគជ័យក្នុងអាជីពមានមនុស្សជាច្រើនដែលពិតជាចូលចិត្តអួតអំពីការងាររបស់ពួកគេហើយថែមទាំងមានឆន្ទៈបង្ហាញអ្នកគ្រប់គ្នានៅបានប្រាក់ខែរបស់ពួកគេធ្វើវាដើម្បីទទួលបានការសរសើរពីអ្នកដទៃប៉ុន្តែនៅក្នុងក្រុមហ៊ុនជាច្រើនវាគឺខុសច្បាប់ក្នុងការបង្ហាញប្រាក់ខែរបស់អ្នកដល់អ្នកដទៃលើសពីនេះប្រសិនបើអ្នកបង្អួតប្រាក់ខែខ្ពស់មនុស្សជាច្រើននឹងច្រណែនអ្នកជាខ្លាំងប្រសិនបើប្រាក់ខែរបស់អ្នកទាបមនុស្សនឹងចំអកនឹងរិះគន់អ្នកតាមឧត្តមគតិតើអ្នករកបានប្រាក់ខែប៉ុន្មានប្រាក់ខែខ្ពស់ឬប្រាក់ខែទាបទោះជាចវាយរបស់អ្នកពេញចិត្តឬអត់ក៏ដោយចូលរក្សាវាទុកជាសម្ងាត់ហើយកុំបង្ហាញឲ្យនរណាម្នាក់ដឹង2ការសន្សំរបស់អ្នកការបង្ហាញពីការសន្សំរបស់អ្នកនឹងនាំឲ្យមានបញ្ហាដូចជាអ្នកដទៃខ្ចីលុយពីអ្នកច្រណែននិងសូម្បីតែបាត់បង់ទំនាក់ទំនងយ៉ាងណាមិញលុយក៏អាចបែងចែកមនុស្សទៅជាថ្នាក់ផ្សេងបានដែរហើយវានឹងកាន់តែពិបាកសម្រាប់មនុស្សនៅកម្រិតផ្សេងគ្នាក្នុងការចូលមកចិត្តអ្នកលុយធ្វើឲ្យមនុស្សមានទំនុកចិត្តប៉ុន្តែវាក៏ធ្វើឲ្យពួកគេជួបប្រទះបញ្ហារាប់មិនអស់ដូច្នេះពេលមានលុយប៉ុន្មានយកល្អកុំបញ្ចេញឲ្យអ្នកដទៃដឹង3នៅពេលអ្នកទទួលបានជំនួយពីនរណាម្នាក់មានមនុស្សដែលចង់ជួយអ្នកប៉ុន្តែគេនឹងមិនចង់បង្ហាញជាសាធារណៈដូច្នេះសូមរក្សាទំនាក់ទំនងនេះជាសម្ងាត់ដើម្បីជៀសវាងការច្រណែនពីអ្នកដទៃជាឧទាហរណ៍ប្រសិនបើចវាយរបស់អ្នកយកចិត្តទុកដាក់ចំពោះអ្នកនិងពេញចិត្តអ្នកច្រើនជាងគេវាជាការល្អបំផុតដែលមិនត្រូវបង្ហាញជាសាធារណៈឬប្រាប់នរណាម្នាក់ឡើយបើមិនដូច្នោះទេមិត្តរួមការងាររបស់អ្នកប្រកាសជាច្រណែនអ្នកហើយប្រៀបធៀបអ្នកជាមួយពួកគេ4នៅពេលដែលឪពុកម្ដាយស្រឡាញ់កូនមិនស្មើគ្នាឪពុកម្ដាយអ្នកស្រឡាញ់និងអាណិតអ្នកប៉ុន្តែពួកគេមិនប្រកាសថាពួកគេក៏ស្រឡាញ់និងអាណិតបងប្អូនដទៃទៀតរបស់អ្នកដែរដូច្នេះកុំនិយាយប្រសិនបើអ្នកត្រូវបានម្ដាយឪពុកយកចិត្តទុកដាក់ជាងគេយ៉ាងណាក៏ដោយតាមស្ថានភាពនីមួយឪពុកម្ដាយមានវិធីព្យាបាលកូនខុសៗគ្នាទោះបីជាឪពុកឬម្ដាយក៏ដោយគ្រប់គ្នាស្រឡាញ់និងជូនពរកូនឲ្យបានល្អបំផុតមិនថាឪពុកម្ដាយមានហេតុផលយ៉ាងណាទេពួកគេមិនអាចមានយុត្តិធម៌ទាំងស្រុងនោះទេដូច្នេះនៅពេលឪពុកម្ដាយរបស់អ្នកមើលស្រាលអ្នកកុំនិយាយខ្លាំងដាក់គាត់ឬយករឿងនេះទៅនិយាយប្រាប់អ្នកក្រៅឲ្យសោះ